Sân bờ này có thể tất cả mực app đã sắp đến ní vô từ bờ bra trong nằm website muối đâyยังអាចចូល download ដោយឥតគិតថ្លៃតោះទៅមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាហើយយើង search website មួយឈ្មោះថា murkapp3.com ហ្នឹងមកហើយ link ខ្ញុំនឹងដាក់នៅខាងក្រោម comment ដើម្បីងាយស្រួលក្នុងការចូលនៅក្នុង Murkapp របស់យើងវាមានច្រើនទៅតាម category របស់វាដូចជា Apple Murkapp branding Murkapp outdoor មាន product usage អីជាដើមអញ្ចឹងនៅខាងស្ដាំនេះមាន search button មួយគឺខ្ញុំ search យក MacBook អញ្ចឹងខ្ញុំចង់បាន product ទៅលើ MacBook Murkapp ទៅលើ MacBook អញ្ចឹងហើយយើង search មកបន្ទាប់មកយើង scroll វាចុះមកក្រោមហើយយើងឃើញពី product Murkapp របស់វាមួយណាក៏បានឧទាហរណ៍ខ្ញុំយកមួយនេះបន្ទាប់មកយើងឃើញនៅ Murkapp ហើយយើងអាចអាននៅ description របស់វានៅខាងក្រោមក៏បានហើយវាជាប្រភេទ file PSD ដែលយើងអាចចូលទៅកែនៅក្នុង Photoshop អញ្ចឹងយើងឃើញពាក្យថា free download នៅខាងក្រោមនេះចុច free download មកអូខេឥឡូវរងចាំដើម្បីវា process download រួចហើយយើងចូលទៅកាន់ Photoshop អញ្ចឹងបន្ទាប់ពីបាន download រួចហើយគឺយើងចូលទៅកាន់ Adobe Photoshop របស់យើងមួយមកដើម្បីធ្វើការកែនៅ Murkapp របស់យើងអូខេអញ្ចឹងគឺខ្ញុំយកនៅ Murkapp ទី3នេះខ្ញុំយក Murkapp ទី3នេះយកមកប្រើការយើងចុចលើវាមកហើយយើង close វានេះយើង close វាបែបនេះហើយកន្លែងគេឲ្យ delete តែយើងមិន delete យើង close វាមកហើយយើងមើលកន្លែង screen នេះយើងចុចតប click លើ smart object ហ្នឹងហើយចូលទៅកាន់ screen ហ្នឹងតែមកយើងបើកនៅ logo ឬក៏ Murkapp ដែលយើងត្រូវការយកមកដាក់ឥឡូវយើងទាញនៅ logo នេះបញ្ចូលនៅខាងក្នុងហ្នឹងមកអូខេហើយយើងធ្វើការ scale វាឲ្យប្រព័ន្ធទៅតាមអ្វីដែលយើងចង់បានបែបនេះអូខេគឺខ្ញុំគិតថាខ្ញុំយកទំហំវាប៉ុណ្្នឹងហើយអូខេចុច Ctrl អក្សរ S មកដើម្បី save នៅ Smart Object ហ្នឹងហើយយើងអាចចុច close បានអញ្ចឹង Murkapp របស់យើងគឺយើងចូលមកកាន់ទីតាំងដែលយើងដាក់ឲ្យ Murkapp ហ្នឹងបើសិនបើអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ហើយនិង follow ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តពីសាលារៀនអន្តរជាតិ SNP ជួបគ្នានៅវីដេអូក្រោយសូមអរគុណ